Ok, chụp điệp xuống nhưng xuống đây nó tao nhé đi chia video để dương riêng làm pi video cam thi CapCutในក្នុងកម្មវិធី CapCut នេះខ្ញុំបាន join pro រយៈពេល7ថ្ងៃដោយ free យើងតម្លៃ$2នៅក្នុងនេះគឺមានមុខងារជាច្រើនដូចជានេះសម្រាប់កន្លែងនេះសម្រាប់ account កន្លែងនេះ home កន្លែងនេះសម្រាប់ cloud សម្រាប់ដាក់ space ឬក៏ទិន្នន័យចូល cloud ដែលយើងត្រូវទិញគេដូចគ្នាដែរកន្លែងនេះកន្លែង edit image create រូបជាមួយនឹង AI នឹងវីដេអូយើងចូលទៅ home វិញហើយក៏ត្រង់នេះគឺ create project ដើម្បីយើងមក project ធ្វើវីដេអូកាត់តវីដេអូមួយគឺយើងត្រូវចូលទៅកន្លែង create project នេះដោយខ្លួនឯងមួយទៀតគឺ AI video maker អានេះសម្រាប់ឲ្យដាក់រូបទៅឲ្យ AI វា generate រូបវីដេអូឲ្យយើងហើយ record screen ហើយនេះគឺជា tool ផ្សេងៗទៀតអ្នកទាំងអស់គ្នាអាចមើលបាននេះ tool ផ្សេងអូខេត្រង់នេះគឺជា project ដែលយើងបានធ្វើហើយគឺវា save មកទុកយើងនៅទីនេះទុកយើងប្រើប្រាស់នៅពេលក្រោយទៀតតោះអញ្ចឹងយើងចូលទៅកាន់create project ត្មងទៅដើម្បីរៀនមើលពី toolbar timeline screen របស់វានៅក្នុងនេះមាននៅក្នុង menu នេះគឺជាប៊ូតុងសម្រាប់មានដូចជា file edit layer more have account setting back to home នេះត្រឡប់ទៅទំព័រដើមមិញអានេះចាក់ចេញទាំងអស់នៅក្នុង file គេមានឲ្យយើងបង្កើតនៅ new project មួយទៀតមានន័យថាអានេះសម្រាប់ import វីដេអូផ្សេងៗចម្រៀងចូលអានេះសម្រាប់ export ចេញនៅក្នុង edit នេះមាន undo សម្រាប់ធ្វើការថយទៅក្រោយឬក៏ recovery copy cut paste delete មួយទៀតគឺ layer គឺមានន័យថាវានៅទាំងអស់នេះវាជា layer អញ្ចឹងយើងចង់សេរីឲ្យវាទៅជាអីក៏បានដែរតាមទម្រង់ដែលយើងចូលចិត្ត design ចូលចិត្តមើលក្នុងការធ្វើវីដេអូគឺទៅវាគឺជា template ដែលសេរីឲ្យយើងងាយស្រួលកាត់តខ្លួនឯងអញ្ចឹងមួយទៀតគឺនេះគឺមកតាក់ទងនឹងកម្មសិទ្ធិឬក៏ឯកជនរបស់កម្មវិធីនឹងបើ have គឺ feedback ឬក៏មាន shortcut key អំពីកម្មវិធីនឹងមួយទៀតគឺ account នេះសម្រាប់យើងចុញទៅ delete មួយទៀត setting សម្រាប់កំណត់អីផ្សេងៗក្នុងនឹងអញ្ចឹងខ្ញុំចូលដល់មួយទៀតគឺកន្លែង toolbar វាមាន function ជាច្រើនដូចជា media audio text sticker effect transition caption filter ហើយនឹង adjustment ហើយនឹង AI avatar នៅក្នុងនេះគឺជាសម្រាប់ export វីដេអូឬក៏ចម្រៀងអីផ្សេងៗចូលអានេះគឺសម្រាប់ audio មួយទៀតនេះគឺជា text សម្រាប់សរសេរដែលមាន template ផ្សេងៗជាច្រើននៅក្នុងនេះដូចគ្នាដែរមួយនេះ sticker វាសម្រាប់ប្រើសម្រាប់ដាក់នៅក្នុងវីដេអូឲ្យមានភាពទាក់ទាញ effect គឺធ្វើឲ្យរូបភាពយើងមានសកម្មភាពផ្សេងៗដូចគ្នាឲ្យមានសញ្ញាផ្សេងៗហើយនឹងឲ្យចេញពណ៌ផ្សេងៗបានទាំងអស់ទៅតាម template ដែលគេបានកំណត់ឲ្យមួយទៀត transition សម្រាប់ភ្ជាប់ជាមួយនឹងវីដេអូតគ្នាឬក៏យើងចង់យកវាទៅដាក់ត្រង់ណានៃវីដេអូដែលយើងបានកំណត់ក៏បានដែរ caption គឺនេះខ្ញុំអត់ទាន់បានរៀនដែរតែវាដូចជាតិចដែលវាមាន animation លោតស្រាប់អញ្ចឹងណា caption សម្រាប់ដាក់តាមវីដេអូអញ្ចឹងវាមានរត់តាមអក្សរពីយើងនិយាយអីនឹង filter សម្រាប់ដាក់ឲ្យវីដេអូរបស់យើងមានពណ៌ផ្សេងឬក៏កម្រិត 4K 8K ឬក៏មានពណ៌ផ្សេងទៅតាម template ដែលគេបានកំណត់ adjustment សម្រាប់កំណត់
កំណត់ color មួយទៀត avatar AI គឺខ្ញុំមិនសូវបានប្រើដែរអញ្ចឹងខ្ញុំអត់ទាន់ដឹងច្បាស់ដែរបន្ទាប់មកយើងទៅសិក្សាមួយទៀតគឺត្រង់នេះគឺវាកំណត់ដូចមិញដែរត្រង់នេះគឺសម្រាប់ឲ្យផ្ទាំងយើងផ្លាស់ប្ដូរចង់ធ្វើការជា media បែបនេះឲ្យ media ធំបើយើងចង់ឲ្យ attribute នេះ attribute អានេះកន្លែង detail នេះឲ្យវាធំមួយទៀតគឺ vertical កន្លែង play video គឺវែងបញ្ឈរអញ្ចឹងវាថាបញ្ឈរអញ្ចឹងយើងភាគច្រើនយើងចូលចិត្តមួយណាយើងកាត់តមួយនឹងទៅមួយទៀតគឺនេះគឺ shortcut key shortcut key ឲ្យយើងចេះពីរបៀបប្រើ shortcut key ដើម្បីកាត់តវីដេអូបានលឿនដូចជានេះ play space មានប៊ូតុង space ឲ្យវែងនេះហើយ shortcut key save control L នេះសម្រាប់ exit full screen ហើយឲ្យច្រើនទៀតអ្នកនរគ្នាអាចចូលទៅមើលបានត្រង់នេះ Pro នៅពេលដែលយើង join Pro វាលុបសញ្ញាគ្រីចឹង join Pro មួយខែឬក៏2ខែជារៀងរាល់ខែក៏បានដែរមួយទៀតគឺ share ដូចជាវាឲ្យទេដោយសារយើងទៅបានធ្វើ clip កន្លែង export ដូចគេណាដោយសារយើងទៅបានធ្វើ clip នៅត្រង់នេះគឺជាផ្ទាំងវីដេអូសម្រាប់ play ហើយត្រង់នេះជាវីដេអូដែលយើងគេហៅថា timeline សម្រាប់ដាក់វីដេអូចូលសម្រាប់វីដេអូមេរៀនទី1គឺមានតែប៉ុណ្ណឹងសូមអរគុណអ្នកនរគ្នាសម្រាប់ការទស្សនា